ចំនួនល្អណាស់តែជាការពិតយើងដូចមនុស្សនៅក្នុងក្នុងដៃនៃខ្ញុំអញ្ចឹងគឺអតិថិជនដែលយើងស្វាគមន៍សម្រាប់នៅក្នុងហាងរបស់យើងគឺថាទៅគ្រប់គ្នាទាំងអស់គ្រប់គ្នាមានន័យថាម៉េចបើសិនជាគាត់ជាក្រុមគ្រួសារមានជីដូនជីតាឪពុកម្ដាយមានកុមារមានក្មេងគ្រប់ជំនាន់គឺអាចត្រូវជាមួយផលិតផលយើងទាំងអស់គាត់អាចជាគូសង្សារគាត់អាចជាក្រុមការងារមកហាងរបស់យើងគាត់អាចមកធ្វើជា birthday គាត់ធ្វើអីក៏ត្រូវជាមួយរបស់យើងដែរផលិតផលរបស់យើងនេះនិយាយមែនតើគឺថារសជាតិរបស់យើងមានទាំងសម្រាប់ទាបជូនទៅមានហឹលមានអត់ហឹលហើយមានអាហារសម្រាប់កុមារតែសេតសម្រាប់កុមារតែម្ដងអញ្ចឹងគ្រប់គ្នាទាំងអស់អតិថិជនស្វាគមន៍នៅកន្លែងយើងទាំងអស់បាទគឺត្រូវរសជាតិដែលគាត់អាចនិយាយបានជាពិសេសទៀតខ្ញុំចង់ជម្រាបថាជាមួយ PPC Pizza របស់យើងនេះអ្វីដែលនាំមកថ្មីគឺសម្រាប់អតិថិជនកម្ពុជារបស់យើងគឺថាយើងនាំយករសជាតិផលខ្មែរយើងមកដាក់នៅក្នុង Pizza របស់យើងរសជាតិនេះខ្លះយើងមានម្ជូរគ្រឿងពីមុនមកយើងអាចលឺថានិយាយពី Pizza អាចថាហើយជាមហូបផ្នែកខាង Western ផ្នែកខាងអឺរ៉ុបប៉ុន្តែពេលនេះយើងយកមហូបខ្មែរយើងយកមកដាក់ព្រោះយើងជា brand ដែលបង្កើតក្នុងស្រុកខ្មែរនេះយើងគិតថាមានស្អីដែលជាពិសេសសម្រាប់ខ្មែរយើងដើម្បីដឹងថាយើងជា brand របស់ខ្មែរយើងបង្កើតក្នុងស្រុកខ្មែរហើយយើងមានម្ជូរគ្រឿងយើងមានអាម៉ុកយើងមានសាជូផាត់បាទពីសាជូផាត់យើងយកមកដាក់ចូលក្នុងដែរយើងមានការីក្រហមការីយើងនេះយើងដឹងដល់នេះថាបើនិយាយការីមួយម៉ាត់នេះគឺថារសជាតិអន្តរជាតិគឺអត់ដូចរបស់យើងទេអញ្ចឹងយើងដាក់ការីរបស់យើងបញ្ចូលមកក្នុងហ្នឹងហើយយើងមានរសជាតិច្រើនទៀតហើយយើងមាន spaghetti យើងនេះយើងដាក់ឆាក្តៅហើយយើងដាក់ឆាគ្រឿងពិសេសមួយទៀតយើងដាក់អង្កែបនៅនេះយើងដាក់អង្កែបបាទសម្រាប់ជាអ្វីដែលផ្នែកសម្រាប់ខ្ញុំសូមជម្រាបថាសាកល្បងមើលនឹងផ្លែព្រោះមែនតើខ្ញុំសម្រាប់ជនជាតិខ្មែរយើងក៏បានភ្លក់ហើយមេខ្ញុំម្ចាស់ក្រុមហ៊ុនថ្មីរបស់យើងគាត់បានភ្លក់ដូចគ្នាដែរគាត់ថាឆ្ងាញ់ជិតដល់សេចក្តីសង្ឃឹមរបស់ខ្ញុំមួយទៀតថានៅពេលអនាគតដោយសារគាត់នៅសិង្ហបុរីខ្ញុំគិតថាពេលណាមួយនោះ PPC របស់យើង PPC Pizza របស់យើងទៅដល់សិង្ហបុរីដែលអាចនាំម្ហូបខ្មែររបស់យើងនេះចេញទៅខាងក្រៅគេស្គាល់ហើយរសជាតិរបស់យើងនេះគឺរសជាតិម្ហូបខ្មែរមែនប៉ុន្តែខ្ញុំសូមនិយាយថាចាវាមិនខ្លាំងពេកដែលធ្វើថាបរទេសបានញ៉ាំទេគឺរសជាតិល្មមដែលថាគ្រប់គ្នាអាចទទួលយកបានហើយញ៉ាំទៅឆ្ងាញ់ហើយខ្ញុំសង្ឃឹមមួយថាថ្ងៃណាមួយនឹងចេញទៅប្រទេសក្រៅដែរបាទសារចុងក្រោយបាទជាដំបូងសូមអរគុណអតិថិជនដែលគ្រប់គ្រងក្រុមហ៊ុនរបស់យើង EAG កម្ពុជានេះ20ឆ្នាំជាងកន្លងមកនេះថ្ងៃនេះគឺជាថ្ងៃដែលយើងមានម៉ាក Pizza មួយដោយខ្លួនឯងហើយដែលអ្វីដែលខ្ញុំជម្រាបខាងដើមថាមានអ្វីដែលថ្មីលើពីអ្វីដែលប្រជាជនធ្លាប់ស្គាល់ពីមុនដោយសារបទពិសោធន៍របស់យើងរក្សានៅរសជាតិអ្វីដែលប្រជាជនចង់បានហើយយើងបន្ថែមលើអ្វីដែលថ្មីសម្រាប់ប្រជាជនក៏ដូចជាអត្តសញ្ញាណរបស់ខ្មែរយើងក៏ដែរបាទសូមអញ្ជើញអតិថិជនទាំងអស់ជុំមកសាកល្បងក្នុងហាងរបស់យើងទាំង6ក្នុងថ្ងៃនេះហើយបន្តទៅមុននឹងដាច់ខែនេះយើងនឹងមានទាំងអស់ប្រហែលជា39ហាងនឹងបើកទាំងអស់នៅពេលនោះបាទអញ្ចឹងសូមអញ្ជើញមកទទួលយកផលិតផលថ្មីរបស់យើងហាងថ្មីរបស់យើងពលិករបស់យើងត្រៀមរៀបចំទទួលស្វាគមន៍អតិថិជនគ្រប់គ្នាហើយចុងក្រោយមួយទៀតក៏សូមអរគុណដល់ពលិករបស់យើង EAG កម្ពុជាទាំងអស់ក៏ដូចជាក្រុមทีม PPC Pizza ដែលប្រហែលខែចុងក្រោយនេះធ្វើការតែថ្ងៃទាំងយប់ដើម្បីធ្វើឲ្យវាខែដូចបានបាទសូមអរគុណ